នេះឆ្លើយតបទៅខមមិនបងប្រុសម្នាក់គាត់សួរថាស្មៅរបស់ខ្ញុំនឹងបានប្រើប្រាស់ជីគីមីអត់អញ្ចឹងណាសម្រាប់ចង់ឆ្លើយទៅបងថាសម្រាប់ស្មៅរបស់ខ្ញុំនឹងអត់បានប្រើប្រាស់ជីគីមីទេប៉ុន្តែមិនមែនមានន័យថាអត់សោះទេអញ្ចឹងណាយើងមើលជាក់ស្ដែងស្មៅយើងវាខ្វះអីយើងដាក់ទៅតាមនឹងអញ្ចឹងណាប៉ុន្តែគ្រាន់តែជីគីមីនឹងប្រើតិចបំផុតណាដូចជាផ្ទៃដី3ហិកតាហ្នឹងខ្ញុំប្រើប្រហែលជា1បេអីទេក្នុងមួយលើកហើយមួយលើកហ្នឹងប្រើ3ខែមានន័យថាក្នុងរយៈពេល3ខែហ្នឹងប្រើអស់ប្រហែល1បេអីតិចតួចទេប៉ុន្តែបច្ចុប្បន្ននេះចង់និយាយថាបច្ចុប្បន្ននេះយើងផ្ដោតទៅលើការត្រួតត្រងសុខភាពរបស់ដីយើងផ្ដោតសំខាន់គឺទៅលើការដាក់ជីលាមកសត្វនេះបងប្អូនមកឃើញស្រាប់ហើយជីលាមកសត្វរបស់យើងនេះយើងស្តុបទុកសម្រាប់ដាក់ស្មៅដែលយើងកាត់ហើយពេលដែលយើងកាត់ហើយយើងដាក់ជីលាមកសត្វនឹងទៅអញ្ចឹងណាប៉ុន្តែសម្រាប់ខែវស្សានេះបើសិនជាដីបងប្អូនជាតំបន់វាទាបមានន័យថាបើសិនជាយើងមានប្រព័ន្ធរំដោះទឹកសម្រាប់ដីអញ្ចឹងយើងកុំដាក់ជីអីដោយសារការដាក់ជីនៅក្នុងរដូវវស្សានេះវាពេលដែលដាក់ទៅវាទឹកហ្នឹងវាហូរជីទៅអស់ហើយអញ្ចឹងណាប៉ុន្តែដោយសារដីរបស់ខ្ញុំហ្នឹងវាអត់ទេវាអត់ហូរវាអត់រំដោះទឹកទៅណាទេដោយសារដីវាទួលអញ្ចឹងដល់ពេលដែលដាក់ជីទៅវាជីវានៅតាមដីហ្នឹងព្រោះអត់ភ្លៀងតែមួយថ្ងៃទេទឹកហ្នឹងវាស្ងួតអស់វិញហើយអញ្ចឹងជាក់ស្ដែងមើលដីនេះមើលដីដែលខ្ញុំដាំនេះគឺដីហ្នឹងអត់ល្អទេអញ្ចឹងណាដីហ្នឹងគឺដីខ្សាច់ហ្មងអញ្ចឹងគឺដីខ្សាច់ហ្នឹងបើសិនជាយើងដាក់ជីគីមីទៀតអញ្ចឹងមួយឆ្នាំទៅមួយឆ្នាំដីហ្នឹងប៉ាត់ជារិតរិលគុណភាពដីអញ្ចឹងអត់អាចធ្វើឲ្យស្មៅយើងលូតលាស់បានគ្រប់គ្រាន់ល្អទេអញ្ចឹងណាហើយមើលចាក់ស្ដែងដូចស្មៅរបស់ខ្ញុំនេះអានេះដាំរយៈពេល1ខែតិចតួចហើយមិនមែនអញ្ចឹងចិត្តបានប្រមូលផលទៀតទេហើយបេទាំងអស់នេះខ្ញុំទិញអាចមន់ខ្លះទិញអាចគោខ្លះហ្នឹងហើយដោយសារជីលាមកសត្វអាចប្រពែរបស់យើងវាប្រើអត់គ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងត្រូវការទិញជីពីខាងក្រៅមកចូលដែរហើយនេះដូចមើលចាក់ស្ដែងបងប្អូនសម្រាប់ដើមរដូវវស្សាសម្រាប់ភ្លៀងដំបងធ្វើឲ្យស្មៅយើងមានមេរោគមួយចំនួនដែរវាមិនអត់ទេអាហ្នឹងគេហៅមេរោគផ្សិតនៅលើស្លឹកស្មៅអញ្ចឹងតម្រូវយើងអត់ត្រូវដាក់ជីសោះព្រោះភ្លៀងដំបងវាសបោអាស៊ីតអញ្ចឹងបើយើងដាក់N មាន4600ចូលទៅក្នុងដីទៀតអញ្ចឹងវាមានលើអាស៊ីតវាខ្លាំងហើយអញ្ចឹងណាអញ្ចឹងធ្វើឲ្យស្មៅយើងកាន់តែលាកកាន់តែខ្លាំងអញ្ចឹងអ្វីដែលជាការណែនាំក្នុងភ្លៀងដំបងនេះយើងកុំដាក់ជីអីអញ្ចឹងណាជីគ្រប់ទម្រង់គឺមិនបាច់ដាក់ទេអញ្ចឹងណាទាំងជីលាមកសត្វបើចង់ដាក់តិចបំផុតហ្នឹងហើយបើសិនជាឃើញស្មៅយើងវាពណ៌រៀងលឿងអត់ជីវជាតិអញ្ចឹងយើងដាក់ទៅអញ្ចឹងណាហើយសម្រាប់បងប្អូនបើមានចង្អុលអីទៀតខ្ញុំអត់ដឹងត្រូវធ្វើវីដេអូនិយាយពីអីអញ្ចឹងបងប្អូនមានចង្អុលបងប្អូនអាចតាក់ទងតម្លាក់ចង្អុលរបស់បងប្អូននៅក្នុង comment តាមវីដេអូរបស់ខ្ញុំនីមួយៗហ្នឹងខ្ញុំឆ្លើយតបទៅតាមអ្វីដែលបងប្អូនសួរអញ្ចឹងណាព្រោះថាអាចឆ្លើយមួយអត់អស់អញ្ចឹងអាចធ្វើជាវីដេអូដើម្បីឆ្លើយប្រាប់ជាលម្អិតទៅបងប្អូនអញ្ចឹងណាហើយមើលចាក់ស្ដែងស្មៅនេះរយៈពេល3ខែយើងចាប់ផ្ដើមកាប់ដេញពីនោះមកហើយអញ្ចឹងណាតែមួយរយៈនេះដោយសារវាការកាប់ពូជកំងពូជមានការកើនឡើងអញ្ចឹងយើងអត់បានធ្វើស្មៅប្រអាប់ទេកាប់តែពូជសុទ្ធអញ្ចឹងណាសម្រាប់បងប្អូនគាត់កំងយកទៅដាំតាមខេត្តមួយថ្ងៃមុនដាំយកទៅប្រសិទ្ធ20000កង់26000កង់ថ្ងៃនេះថ្ងៃទី2ខែ6នេះកាប់ទៅខាងកំពង់ធំកំពង់ថ្មហ្នឹង25000កង់ដែលស្អែកទៅបន្ទាប់ពីគ្រប់ហើយស្អែកទៅខាងកំពង់សោមវារិញហ្នឹង30000កង់បន្ទាប់មកទៅកំពង់ធំដែរតាំងគោកហ្នឹង30000កង់ទៀតអញ្ចឹងណាអញ្ចឹងរវល់រហូតមួយថ្ងៃនេះអត់បានដកឃ្លាធ្វើស្មៅប្រអាប់ទេអញ្ចឹងណាប៉ុន្តែបងប្អូនកំងនៅតែអាចកំងបានហ្នឹងហើយមានចង្អុលតាក់ទងការចិញ្ចឹមសត្វក៏ដូចជាការដាំស្មៅអីបងប្អូនអាចឆាតសួរក៏ដូចជា comment បានអញ្ចឹងខ្ញុំនឹងធ្វើវីដេអូផ្សេងមិនតែការដាំស្មៅទេទាំងការចិញ្ចឹមសត្វកាហ្វេនិងជៀមហ្នឹងហើយអូខេអរគុណ